សុជរិបសួរខ្ញុំសូមបង្ហាញអំពី system របស់យើង Renta Auto Bill បាទអញ្ចឹងយើងបញ្ចូល username password ដែលបានផ្ដល់ជូនហើយចុចពាក្យ login បាទបន្ទាប់ពី login ហើយយើងនឹងឃើញផ្ទាំងខាងមុខយើងហៅថាសម្រាប់ front sale សម្រាប់អ្នកលក់ដែលគាត់ focus ទៅលើការចុះកុងត្រានិងចាប់ផ្ដើមជួលបន្ទប់អីចឹងបាទដែលឡែកយើងមាន system ខាងក្រោយមួយទៀតសម្រាប់ administration ដែលយើងចុចទៅលើរូប profile របស់យើងមិនដែលបើកដំបូងអាចនឹងឃើញរូបចឹងចុចលើកន្លែងម្ដុំហ្នឹងមកហើយយើងយកពាក្យថា business portal ចឹងនៅក្នុង business portal ហ្នឹងយើងមានមុខងារច្រើនដែលមាន income មកខ្ទង់ចំណូលខ្ទង់ចំណាយខាងគណនេយ្យគ្រប់គ្រងគណនេយ្យហើយនឹងគ្រប់គ្រងបន្ទប់ហើយនឹងការ support ថែទាំទៅលើបន្ទប់ក៏ភ្ញៀវហើយរបាយការណ៍ផ្សេងៗនឹងការវិភាគហើយនឹង business setting អញ្ចឹងសម្រាប់លោកអ្នកដែលទទួលបាន account ថ្មីអញ្ចឹងយើងតម្រូវឲ្យ set up ព័ត៌មានពីផ្ទះជួលរបស់យើងឬក៏ condo របស់យើងជាមុនសិនទើបអាចប្រើប្រាស់បានបាទអញ្ចឹងទី1យើងមានជា business មានន័យថាអាជីវកម្មយើងឈ្មោះអីគេអញ្ចឹងទៅបាទហើយបន្តទៀតយើងមានសាខាតើអាជីវកម្មមួយហ្នឹងមានប្រហែលសាខាអញ្ចឹងទៅបាទអញ្ចឹងកន្លែងពីរហ្នឹងគឺជាចំណុចសំខាន់ដែលតម្រូវឲ្យ set up ជាចាំបាច់ព្រោះព័ត៌មានទាំងអស់ហ្នឹងគឺយើងយកទៅធ្វើការបង្កើតជាកុងត្រាស្វ័យប្រវត្តិអញ្ចឹងដូច្នេះយើងចុចទៅលើ business មកហើយបន្តទៀតមានប៊ូតុងមួយឈ្មោះថា action ហើយយើងឃើញមានពី update បាទអញ្ចឹងយើងចុច update មកយើងនឹងឃើញព័ត៌មានដែលត្រូវបំពេញអំពីក្រុមហ៊ុនរបស់យើងអញ្ចឹងក្រុមហ៊ុនយើងឈ្មោះអីអញ្ចឹងអានេះឧទាហរណ៍ទេខ្ញុំជា system ឧទាហរណ៍អញ្ចឹងយើងអាចដាក់អញ្ចឹងមក business prefix បានន័យថាយើងចង់ឲ្យអាជីវកម្មរបស់យើងអក្សរកាត់ឈ្មោះអីអញ្ចឹងទៅបាទដាក់នៅក្នុងហ្នឹងហើយប្រភេទអីអញ្ចឹងទៅបាទអញ្ចឹងព័ត៌មានទាំងអស់នេះគឺជាព័ត៌មានដែលមានសារៈសំខាន់ដែលយើងយកទៅបញ្ចូលនៅក្នុងកុងត្រាបាទហើយកន្លែងយើងមានលេខទូរស័ព្ទដើម្បីឲ្យអតិថិជនមួយយើងតាក់ទងយើងបាទហើយលេខទូរស័ព្ទយើងអាចបញ្ចូលបានអត់បានកំណត់តែនេះយើងអាចចុច new មកបាទហើយបើសិនចង់ដកវាចេញចុចលេខដកនេះមកវាយើងបិទវាវិញបានបាទហើយមួយទៀតអានេះគឺជា address របស់អាជីវកម្មរបស់យើងន័យថាយើងចុះបញ្ជីនៅអាស័យដ្ឋានមួយណាអញ្ចឹងឬមួយក៏ office យើងមួយណាបាទអញ្ចឹងបើសិនជាយើងមានអាស័យដ្ឋានច្រើនយើងអាចបញ្ចូលច្រើនដែរបើសិនជាមានតែមួយយើងដាក់តែមួយទៅឧទាហរណ៍នេះខ្ញុំមានតែមួយខ្ញុំដាក់មួយចោលវិញបាទហើយយើងមាន Facebook មាន TikTok មានអីចង់ឲ្យអតិថិជនបើយើងតាក់ទងvớiយើងមកគឺយើងអាចបញ្ចូលមកថែមទៀតបានបាទយើងរើសយកមកថាជាអីបាទអូខេហើយនឹងកន្លែងនេះគឺ logo របស់អាជីវកម្មរបស់យើងដាក់ចូលទៅបាទហើយដល់ឡែកកន្លែងនេះ mapping account អញ្ចឹងជាបណ្ដោះអាសន្នបើសិនជាយើងអត់ត្រូវការ accounting ទេយើងអាចទុកអានឹងចោលសិនទៅបាទអញ្ចឹងយើងកន្លែងនេះសំខាន់គឺសម្រាប់ឧទាហរណ៍ថាយើងចង់ឲ្យចេញ prefix ទៅលើ invoice របស់យើងចង់ចេញផ្ដើមពីអក្សរអីអញ្ចឹងយើងអាចដាក់តាមរបស់ខ្ញុំនេះក៏បាន TI បានន័យថាតាក់ invoice CI commercial invoice NT បានន័យ non tax invoice ឬក៏យើងហៅ pro forma invoice អញ្ចឹងទៅបាទអញ្ចឹងរបៀបតាមហ្នឹងហើយបន្ទាប់ពីបំពេញរួចរាល់ហើយយើងចុច update មកបាទចុច update មកអញ្ចឹងបន្តមកទៀតគឺយើងត្រូវទៅបំពេញព័ត៌មាននៅក្នុងសាខាឬ warehouse របស់យើងឬក៏ branch បាទអញ្ចឹងឧទាហរណ៍ថាយើងមានសាខាមួយអញ្ចឹង by default system របស់យើងនឹងបង្កើតជូនមួយស្វ័យប្រវត្តិអញ្ចឹងយើងចុច update មកបាទអូខេអញ្ចឹងកន្លែងនេះគឺជាព័ត៌មានសំខាន់កន្លែងមួយទៀតដែលយើងត្រូវបញ្ចូលឲ្យអស់នៅក្នុងករណីថាយើងចង់ឲ្យ logo ទៅតាមសាខាមួយផ្សេងគ្នាយើងដាក់ logo ថ្មីមកបាទដាក់ចូលមកហើយឈ្មោះសាខាហ្នឹងយើងដាក់តាមឈ្មោះមកថាសាខា2.1សាខា TK សាខាអីចឹងទៅអាហ្នឹងជាដាក់ទៅឈ្មោះតំបន់ហ្នឹងឬក៏ឈ្មោះគៀរបស់យើងបាទហើយលេខទូរស័ព្ទដូចគ្នាដដែល email បាទហើយមាន link អីក៏ដាក់មកថែមមកហើយអាស័យដ្ឋានបើគៀហ្នឹងបាទហើយកន្លែងនេះគឺជា owner information យើងតម្រូវឲ្យដាក់នៅនេះដោយសារអីនៅក្នុង business តែមួយប៉ុន្តែអាចមានអ្នកឈរឈ្មោះផ្សេងគ្នាដូច្នេះហើយបានយើងដាក់ព័ត៌មាន owner នៅក្នុងតាមសាខាវិញយើងដាក់តាមអាជីវកម្មទេបាទអ
ចឹងលោកអ្នកគ្រាន់តែបំពេញព័ត៌មានឈ្មោះខ្លួនឯងមកបាទឈ្មោះអង់គ្លេសឈ្មោះខ្មែរ local name គឺសំដៅទៅលើភាសាខ្មែរហើយជាជនជាតិអីជនជាតិខ្មែរយើងអ្នកខ្មែរមកបាទហើយអត្តសញ្ញាណប័ណ្ណរបស់យើងកន្លែងនេះគឺជាព័ត៌មានសំខាន់ដែលយើងយកទៅដាក់នៅក្នុងកងត្រាស្វ័យប្រវត្តិណាបាទអញ្ចឹងត្រូវបំពេញឲ្យត្រឹមត្រូវហើយនេះ address របស់ owner អញ្ចឹងខាងលើគឺជា address របស់អគារកន្លែងនេះគឺ address របស់ owner បានន័យថាគាត់ស្នាក់នៅណាដែលធ្វើកងត្រាគេតម្រូវឲ្យមានព័ត៌មានរបស់ owner បាទនេះរូបភាពអីផ្សេងៗទៅយើងអាចដាក់ទៅបាទឬក៏មិនដាក់តាមហ្នឹងអញ្ចឹងបន្ទាប់ពីនេះមកយើងចុច update អញ្ចឹងបន្ទាប់ពីយើងបាន update ហើយការងារទី2ដែលយើងត្រូវធ្វើចាំបាច់គឺតាក់ទងជាមួយនឹង accounting យើងត្រូវ set up accounting បន្តិចទី1គឺត្រូវធ្វើទៅកំណត់ exchange rate អញ្ចឹង exchange rate ជា default ហើយជាអ្នកទាំងអស់គ្នាឃើញមក$1ស្មើ1រៀលលុយខ្មែរពីដើមមកអញ្ចឹងអ្នកទាំងគ្នាជួយកែកន្លែងហ្នឹងដាក់តាម rate ជាក់ស្ដែងឧទាហរណ៍ថា4000រៀលគឺក៏4100អញ្ចឹងទៅដាក់តាមហ្នឹងបាទហើយបន្តមកទៀតអ្នកទាំងឲ្យត្រូវ register bank account register bank account ដើម្បីអីដើម្បីយើងអាចឲ្យអតិថិជនរបស់យើង pay លុយមកយើងបានតាមធនាគារបាទអញ្ចឹងឧទាហរណ៍ថាចុះបញ្ជី bank account យើងចុច new មកឧទាហរណ៍បាទចឹងអ្នកហ៊ានដាក់ឈ្មោះមកធនាគារឈ្មោះអីឧទាហរណ៍ថាឈ្មោះ ABA អញ្ចឹងទៅបាទ ABA បាទហើយឈ្មោះខ្មែរហើយខ្ញុំបង្កើតលឿនឬមួយក៏ឥឡូវមិនបាច់បង្កើតទេខ្ញុំសុំ edit ដើម្បីជាលឿនកុំឲ្យវាយូរវីដេអូយូរអញ្ចឹងយើងចុចបង្កើតមកយើងមានធនាគារឈ្មោះអញ្ចឹងទៅបាទនេះឈ្មោះកុងធនាគារអានេះលេខ account នេះគ្រាន់ឧទាហរណ៍ទេបាទហើយ currency ជាអីជាដុល្លារឬខ្មែរបាទអាហ្នឹងយើងរើសមកបើ United States អាហ្នឹងដុល្លារហើយ Cambodia ខ្មែរបាទអញ្ចឹងនេះយើង mapping ចូល account គណនីមួយណាយើងដាក់ចូលមកថានេះជា saving account ប្រភេទហើយ address របស់ធនាគារហ្នឹងយើងដាក់មកបាទហើយកន្លែងនេះវាមានមុខងារយើងរើសមកថាបើយើងនេះថាកុងធនាគារហ្នឹងសម្រាប់ឲ្យតែសាខាណាមួយអតិជន pay លុយតែសាខាហ្នឹងទេគឺយើងដោះបិទអានេះមកហើយយើងរើសយកសាខាមួយតាមហ្នឹងប៉ុន្តែបើសិនជាយើងចុចអានេះតែម្ដងគឺវាអូតូស្វ័យប្រវត្តិបើសិនជាយើងមានសាខាច្រើនវាចាប់យកមកស្វ័យប្រវត្តិឲ្យតែម្ដងបាទហើយកន្លែងនេះយើងបើកអតិជន pay លុយតាមធនាគាររបស់យើងហ្នឹងដែលយើងកំពុងបង្កើតហ្នឹងយើងចុចបើកមកប៉ុន្តែបើអត់បើកទេគឺអតិជនអត់មានឃើញនៅក្នុង app ព្រោះយើងមាន app ណាដែលអតិជនអាច pay លុយយើងបានបាទអញ្ចឹងកន្លែងនេះមួយទៀតគឺ logo បាទ logo ក្រុមហ៊ុនរបស់យើងហើយនេះ logo ធនាគារនេះ QR code ដែលអតិជនគាត់ pay លុយមកអញ្ចឹងយើងចុច create មកដោយសារនេះខ្ញុំ update អញ្ចឹងយើងចុច update មកបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ចោលអូខេអញ្ចឹងនៅពេលដែលអតិជន pay លុយមកគឺយើងឃើញដូចធនាគារយើងជាក់ស្ដែងអញ្ចឹងគឺយើងអាច view transaction មើលថានៅក្នុងខែហ្នឹងមានលុយចេញចូលប្រមាណបាទយើងអាចមើលតាមហ្នឹងឧទាហរណ៍ថា this year អញ្ចឹងយើងឃើញមាន transaction ច្រើនអញ្ចឹងមានលុយចូលប្រមាណ352លុយចេញប្រមាណ$300អញ្ចឹងដូចធនាគារយើងធម្មតាអញ្ចឹងពេលអតិជន pay លុយមកគឺវា auto record នៅក្នុងហ្នឹងដែរបាទ record នៅក្នុងដែរអញ្ចឹងចំណុចមាន4ហ្នឹងដែលសំខាន់បាទមុនឈានដល់ការប្រើប្រាស់ system បាទហើយបន្តមកទៀតយើងត្រូវទៅបង្កើតបន្ទប់ប៉ុន្តែមុននឹងបង្កើតបន្ទប់យើងត្រូវបង្កើតព័ត៌មានរបស់បន្ទប់សិនបាទបង្កើតព័ត៌មានរបស់បន្ទប់ដូចជាជាន់តើអគាររបស់យើងមានប៉ុន្មានជាន់ហើយយើងបង្កើតជាន់ឲ្យហើយទៅបាទព្រោះដើម្បីបង្កើតបន្ទប់បានវាត្រូវមានព័ត៌មានជាន់អញ្ចឹងយើងចុចសញ្ញាលេខបូកនេះបង្កើតជាន់បាទជាន់មួយហើយបើសិនជាយើងចង់ឲ្យប្រើគ្រប់សាខាទាំងអស់មានជាន់ដូចគ្នាអញ្ចឹងយើងដាក់ global នេះមកគឺបង្កើតមកគឺសាខាទាំងអស់អាចប្រើបានប៉ុន្តែបើយើង specific ថាអូជាន់ហ្នឹងមានតែអគារណាមួយទេយើងយកតែអគារហ្នឹងតែបាទគឺបែបនេះហើយវាថាការ area អញ្ចឹងដើម្បីបង្កើតជាន់បានត្រូវកាត់ទីធ្លាថាតើនៅតំបន់ណាតំបន់នៃ area ហ្នឹងអញ្ចឹងយើងត្រូវបង្កើត area សិនបាទអញ្ចឹងមាន area ទី1 area ទី2មកថាទីធ្លាខាងមុខអគារបើថាសាខាមួយក៏មាន2អគារអគារ A អគារ B អញ្ចឹងទៅបាទដូចនៅក្នុងនេះបាទអញ្ចឹងឡើងសំខាន់បាទហើយបន្តទៀតជាន់ហើយបន្តទៀត room type ហ្នឹងថាតើ room យើងជាអី room ជា studio room ជា one bedroom or whatever អាហ្នឹងរបៀបដែលយើងហៅដើម្បីយើងងាយស្រួលក្នុងការច្រោះយកបន្ទប់ឬក៏ទាញយកទិន្នន័យផ្សេងតាមប្រភេទនៃបន្ទប់មើលរបាយការណ៍តាមប្រភេទបន្ទប់អីយើងបង្កើតអាហ្នឹងច្រើនទៅបាទអូខេអញ្ចឹងបន្តមកទៀតគឺ
theoបង្កើត billing rule បាទអាហ្នឹងសំខាន់ដែរអញ្ចឹងបង្កើតបន្ទប់កុំតាន់បង្កើតតែទាំងអស់នេះសិនចាប់ពីក្រុមនេះ area floor room type ហើយនឹង billing rule នេះសំខាន់ billing rule នេះគឺឲ្យយើងអាចកំណត់ប្រព័ន្ធស្វ័យប្រវត្តិហើយចំណុចខ្លាំងរបស់យើងគឺនៅកន្លែងហ្នឹងគឺយើងធ្វើការកំណត់ស្វ័យប្រវត្តិដើម្បីឲ្យបន្ទប់នេះអញ្ចឹងខ្ញុំសុំកែមកបាទចូលកែអញ្ចឹងយើងឃើញមានកន្លែងនេះប្រព័ន្ធស្វ័យប្រវត្តិចាំមកថាឈ្មោះឲ្យគេ rule របស់យើងបង្កើតច្បាប់ក្នុងការចេញថ្លៃបន្ទប់ជួលបាទឧទាហរណ៍ណាអញ្ចឹងអានេះឈ្មោះដែល display នៅលើ app ឬលើ invoice ហើយនេះនៅពេលដែលវាបង្កើត invoice ស្វ័យប្រវត្តិវានឹងដាក់ឈ្មោះអីចាប់យក notification មួយណាពេលគេបាន pay លុយហើយវានឹង send notification មួយណាហើយពេលយើង void bill void invoice នឹងអតិថិជន cancel យើងឲ្យវាផ្ញើមួយណាអញ្ចឹងណាយើងអាចបង្កើតបន្ថែមទៀតទៅឧទាហរណ៍ថានេះឬក៏អីចឹងទៅឧទាហរណ៍ណាអញ្ចឹងអានឹងយើងអាចរើសអញ្ចឹងតិចទៀតចាំខ្ញុំបង្ហាញពីរបៀបកន្លែងបង្កើត notification បាទអញ្ចឹងពេល reject payment មក pay មកបណ្ដៃអត់ត្រូវអញ្ចឹងយើងអាចបង្កើត notification template ទុកទៅយើងនេះបានហើយកន្លែងនេះជាកន្លែងមួយដែលយើងកំណត់ថា invoice ហ្នឹងចូលនៅថ្ងៃណាចេញ invoice ស្វ័យប្រវត្តិថ្ងៃហ្នឹងវិញប៉ុន្តែបើសិនជាយើងបើកកន្លែងនេះបានន័យថាយើងអត់គិតតាមចូលនៅទេបានន័យថារៀងរាល់ថ្ងៃដែលចេញ invoice បាទគឺយើងកំណត់យកថ្ងៃណាតែម្ដងមកថាថ្ងៃទី2យើងរើសថ្ងៃទី2មកបាទបែបហ្នឹងអញ្ចឹងអានេះគឺជា official ដែលត្រូវទៅទារលុយបាទទារលុយប៉ុន្តែនៅកន្លែងនេះមួយទៀតវាមាន option ឲ្យយើងរើសថាយើងចង់ឲ្យបង្កើត invoice នេះផ្ញើឲ្យអតិថិជនមុនប៉ុន្មានថ្ងៃអញ្ចឹងបើសិនជាយើងថាមុន5ថ្ងៃយើងរើស5ថ្ងៃមកមុន3ថ្ងៃយើងរើស3ថ្ងៃមកបាទហើយនៅក្នុងនេះយើងមាន option មុនឬក៏ក្រោយមកថាដល់ថ្ងៃទារលុយហើយចាំ3ថ្ងៃក្រោយចាំទារលុយអញ្ចឹងយើងយកកន្លែងនេះ after ហើយឬក៏ផ្ញើទៅមុន3ថ្ងៃយើងយកនេះមកបាទអញ្ចឹងកន្លែងនេះសំខាន់ហើយមួយទៀតកន្លែងនេះគឺតំបន់ notification ការផ្ញើសាររំលឹកមុនពេល invoice ហ្នឹងត្រូវបានផុតកំណត់បាទអញ្ចឹងយើងរើសមកថាឥឡូវយើងរើសមិញរើស3ថ្ងៃឥឡូវខ្ញុំសុំដូរ5ថ្ងៃវិញមកបាទរើស5ថ្ងៃវិញអានេះខ្ញុំបិទចេញវិញបាទខ្ញុំភ្លេចបញ្ជាក់ឡើងនេះមួយទៀតបានន័យ for booking នេះបានន័យថាបើសិនជាយើងបើកបានន័យថាយើងតម្រូវអតិថិជនពេលគាត់ចូលនៅគាត់ត្រូវតែកក់លុយនៅក្នុងសេវាកម្ម bill មួយហ្នឹងបាទអញ្ចឹងtheoនៅក្នុងនេះអញ្ចឹងសល់4ថ្ងៃទៀតខ្ញុំផ្សាយទៅម្ដងសល់3ថ្ងៃផ្ញើទៅម្ដងសល់2ថ្ងៃផ្ញើទៅម្ដងសល់1ថ្ងៃផ្ញើទៅម្ដងហើយសល់ថ្ងៃចុងក្រោយ0ថ្ងៃនេះក៏ផ្ញើទៅម្ដងទៀតដែរចានេះដល់ពេលដល់ថ្ងៃហើយផុតមួយថ្ងៃនឹងហើយគឺចាប់ផ្ដើម late អញ្ចឹង late មួយថ្ងៃby day អញ្ចឹងបើ late យើងផាកមកបើ late ទៅមួយថ្ងៃយើងអត់តន់ផាកទេយើងដាក់លេខ0មកถึง2ថ្ងៃអត់តន់ផាកទេដាក់លេខ0មកអញ្ចឹងរហូតដល់ថ្ងៃណាដែលយើងចង់ផាកពីនៃអញ្ចឹងថាលើស10ថ្ងៃយើងផាក$5អញ្ចឹងយើងដាក់10ថ្ងៃមកលើស$5អញ្ចឹងវានឹងផ្ញើ notification ទៅបញ្ជាក់ប្រាប់ថាអ្នកត្រូវបានផាកពីនៃ$5ដោយសារយើង10ថ្ងៃអញ្ចឹងទៅតោះទៅយើងចុច update មកបាទចុច update បើដោយសារខ្ញុំអត់ update នេះខោទីហយមើលបាទអញ្ចឹងមួយទៀតថ្លៃទឹកថ្លៃភ្លើងហើយទឹកថ្លៃភ្លើងក៏ដូចគ្នាដែរយើងត្រូវបង្កើត rule ឲ្យហើយដែរគ្រាន់តែថ្ងៃទឹកថ្លៃភ្លើងវារៀងប្លែកបន្តិចកន្លែងនេះគឺយើងយក individual ពីព្រោះតែយើងត្រូវការធ្វើតាមទឹកភ្លើងរបស់រដ្ឋគាត់ត្រូវចេញ invoice ឲ្យយើងថ្លៃភ្លើងហ្នឹងហើយនឹងថ្លៃទឹកហ្នឹងនៅថ្ងៃណាអញ្ចឹងយើងត្រូវចេញតាមរដ្ឋដូចថាយើងត្រូវចេញថ្ងៃទី25ឬក៏20ឬក៏ថ្ងៃទីប៉ុន្មានគឺបានន័យថាដល់ថ្ងៃហ្នឹងគឺវានឹងចេញ invoice មកបាទអញ្ចឹងកន្លែងនេះបើសិនជាយើងរើសថាថ្ងៃទី25ត្រូវចេញ invoice អញ្ចឹងយើងចង់ឲ្យផ្ញើកន្លែងនេះបើយើងដាក់លេខ5បានន័យថាថ្ងៃទី20វានឹងបង្កើត invoice ទៅមុនហើយថ្ងៃទី25គឺតម្រូវឲ្យបង់បាទអញ្ចឹងកន្លែងនេះយើងត្រូវរើសយក before ទៅឬក៏យើងបង្កើតក្រោយថ្ងៃ25ហ្នឹងទីកន្លែងខ្លះបានន័យថាគាត់កុងទ័រត្រឹមថ្ងៃទី25ប៉ុន្តែគាត់ចេញលុយថ្ងៃទី1អញ្ចឹងគាត់ដាក់ after វិញអញ្ចឹងអាហ្នឹងវាអាស្រ័យទៅលើគោលការណ៍ policy របស់កន្លែងមួយអញ្ចឹងក្រុមនេះគឺដូចគ្នាដែរយើងដូចតែមុនដែរទេបាទដូចតែមុនដែរទេយើងដាក់ policy ហ្នឹងមកហើយចុច update វាមកបាទចុច update អញ្ចឹងកន្លែងហ្នឹងមានប៉ុណ្ណឹងហើយបើមានចំណតមានអីទៀតយើងបង្កើតទៀតមក
ចឹងបន្ទាប់ពីនឹងមកគឺយើងអាចបង្កើត room បានហើយហើយខ្ញុំសុំចូលកន្លែងនេះឲ្យមើលតិចទៅ billing type នេះបានន័យថាប្រភេទ invoice ខ្លះដែលយើងនឹងទទួលបានអានេះវាទៅតាម license ដែរបើសិនតែយើងទិញបាន invoice ឲ្យចេញស្វ័យប្រវត្តិគឺយើងទទួលបានប៉ុណ្ណឹងបាទហើយនៅក្នុងករណី notification ដូចខ្ញុំបានជម្រាបមុនហ្នឹងអញ្ចឹងកន្លែងនេះយើងអាចបង្កើត template ទុកឧទាហរណ៍ថាពេល change counter ទឹកភ្លើងត្រូវផ្ញើ invoice ស្វ័យប្រវត្តិផ្ញើ notification ស្វ័យប្រវត្តិចិត្តដល់ថ្ងៃកុងត្រាអីចឹងទៅបាទអញ្ចឹងនៅក្នុងហ្នឹងមានច្រើនចឹងអូខេដើម្បី shortcut ខ្លីខ្ញុំសូមបញ្ចូលបន្តទៀតវាវែងដែរ15នាទីជាងហ្នឹងអញ្ចឹងកន្លែងនេះគឺកន្លែងបង្កើតបន្ទប់ខ្ញុំបច្ចុប្បន្ននេះខ្ញុំមាន20បន្ទប់ស្រាប់ហើយអញ្ចឹងខ្ញុំសូមបង្កើត1 2ដើម្បីជាឧទាហរណ៍ជូនបាទឥឡូវឧទាហរណ៍ថាខ្ញុំបង្កើតបន្ទប់មួយទៀតគឺនៅក្នុងសាខា2ខ្ញុំដាក់ prefix B2 បាទហើយជាន់ទី1ខ្ញុំដាក់ F មក F បាទហើយ000 3ដង1យ៉ាងទៅបាទអញ្ចឹងដើម្បីតំណាងថាបន្ទប់ហ្នឹងនៅជាន់ហ្នឹងបាទអញ្ចឹងឈ្មោះខ្មែរក៏ខ្ញុំដាក់ដូចគ្នាដែរនេះយើងអាចដាក់ឈ្មោះខ្មែរផ្សេងអញ្ចឹងខ្ញុំបង្កើតនៅក្នុងសាខាណាសាខាទី1បាទអញ្ចឹងខ្ញុំរើស area A បាទអានេះគឺជាព័ត៌មានដែលខ្ញុំបានជម្រាបជូនដែរអានេះជាន់ទី1ខ្ញុំរើស F floor បាទហើយ category អញ្ចឹងទៅ room អានេះបើព័ត៌មានម៉ែត្រទំហំប្រហែលម៉ែត្រការ៉េអញ្ចឹងទៅអានេះតកតងមួយសោបន្ទប់លេខកូដសោបន្ទប់ហើយនេះយើងចង់បង្កើតមួយបន្ទប់ចឹងមិនថាយើងចង់បង្កើត5បន្ទប់អញ្ចឹងខ្ញុំសូមបង្កើត5បន្ទប់ហើយឡើយនេះសំខាន់ដើម្បីយើងកំណត់ mapping ថាបន្ទប់មួយហ្នឹងមាន invoice គេខ្លះត្រូវចេញអញ្ចឹងឧទាហរណ៍ថាយើងចុចកន្លែង mapping price នេះមកយើងរើសយក room ឬក៏ unit អញ្ចឹងយើងរើសយក paid invoice គឺ room fee អញ្ចឹងទៅបាទអញ្ចឹងបន្ទប់របស់យើងរហងៃយើងជួលគិតជាអីគេខ្លះមកថាគិតជាអីយើងអាចបំពេញទាំងអស់ហ្នឹងក៏បានដែរជួលជាឆ្នាំជួលជាខែឧទាហរណ៍ខ្ញុំថាជួលជាខែអញ្ចឹងមួយខែ550នេះវាយ550មកបាទហើយបើសិនជាយើងថាមានជួលជាថ្ងៃទៀតយើងថាមួយថ្ងៃប្រហែល$25អញ្ចឹងយើងវាយ25មកបាទហើយបើយើងគិតថាបន្ទប់របស់យើងមួយនេះយើងអាចជួលជាម៉ោងទៀតជាងយើងរើសម៉ោងមកបាទចេះអាហ្នឹងគឺម៉ោង$7អញ្ចឹងទៅអញ្ចឹងយើងវាយតាមហ្នឹងអញ្ចឹងអានេះសំខាន់អានេះទៅលើ room បាទថ្លៃបន្ទប់អញ្ចឹងយើងមានថ្លៃទឹកថ្លៃភ្លើងទៀតបាទថ្លៃទឹកថ្លៃភ្លើងគឺយើងរើសមកថ្លៃទឹកឧទាហរណ៍ទឹក invoice ទឹកអញ្ចឹងយើងរើសយក management fee ឬក៏ utility ហ្នឹងមកបាទហើយបន្តទៀតយើង add វាថាអូខេ1ម៉ែត្រគីបស្មើនឹងប៉ុន្មានយើងរើសយក1ម៉ែត្រគីបមកហើយមកថា1ម៉ែត្រគីបស្មើនឹង1000រៀលស្មើថ្លៃរត់ឬក៏35យើងយកចំណេញតិចបាទយើងវាយយើងមកបាទហើយថ្លៃភ្លើងអញ្ចឹងយើងអាចរើសយកថ្លៃភ្លើងមួយទៀតមកបានន័យថា invoice ទឹកភ្លើងយើងដាក់រួមគ្នាអញ្ចឹងយើងយកអានេះមកកន្លែងនេះបានន័យថាយើងចង់ឲ្យអា bill ហ្នឹងមួយហ្នឹងវាបង្កើតជាមួយនឹង invoice មួយណា invoice ទឹកភ្លើងដាក់រួមគ្នាយើងចុចហ្នឹងមកតែប៉ុណ្្នឹងឯងហើយកន្លែងនេះយើងរើសយកຂະຫນາດភ្លើង1គីឡូវ៉ាត់អញ្ចឹង1គីឡូវ៉ាត់ប្រហែល 0.35 ដូចគ្នាដែរទៅបាទអញ្ចឹងតែប៉ុណ្្នឹងឯងហើយកន្លែងនេះសំខាន់មួយទៀតគឺតកតមួយកងត្រាយើងចង់ add ព័ត៌មានអីវ៉ាន់នៅក្នុងបន្ទប់ដែលចង់ដាក់នៅក្នុងកងត្រាថាពេលភ្ញៀវចូលមកគាត់មានអីវ៉ាន់គេខ្លះបើខូចទៅសងទៅថាមាន key មានសោបាទមានសោមានអីចឹងទៅចំនួន2ឬក៏ចំនួន3ចឹងទៅបាទហើយនេះជា unit បើសិនជាបាត់សោហ្នឹង1ស្មើនឹងប៉ុន្មានមកថា2ហ្នឹងស្មើនឹង$20យើងទៅផាក$20ចឹងទៅចានេះយើង upload រូបមកយើងទៅថតរូបហ្នឹងមកយើង upload ចូលមកបាទ upload ចូលមកហើយបើសិនជាយើងមានរូបស្រាប់ហើយនៅក្នុងនេះសូមបិទទៅវិញយើងបិទអានេះមកយើងទៅអាចទៅបើកយករូបចាស់ដែលយើងធ្លាប់ upload ពីមុនមកបានតែសោនេះចឹងទៅនេះខនជារូបបាទចឹងមកមានអីទៀតមានក្រេមានភួយមានវាំងណូនមានអីយើងដាក់មកទាំងអស់ហ្នឹងចឹងបន្តទៀតយើងចុច create មក save ហើយ exit ចឹងយើងទទួលបានបន្ទប់ថ្មីមក5បន្ទប់ថែមទៀតណាមិញ20ឥឡូវឡើង25ចានេះគឺឈ្មោះបន្ទប់ចឹងឡើយនេះបន្តទៀតយើងគ្រាន់តែចូលទៅដូរឈ្មោះវាឡើងវិញមកដើម្បីឲ្យត្រូវដោយសារតែយើងបង្កើតមក comment ហ្នឹងឲ្យវាបង្កើតស្វ័យប្រវត្តិឲ្យចឹងវាបង្កើតស្វ័យប្រវត្តិឲ្យឈ្មោះវាដូចគ្នាប៉ុន្តែយើងមានលេខ1លេខ2លេខ3ចឹងទៅតាមហ្នឹងណាបាទអញ្ចឹង
ប៉ុណ្ណឹងយើងអាចបង្កើតបន្ទប់បានហើយអញ្ចឹងបន្ទប់កើតបន្ទប់បានហើយយើងអាចត្រឡប់ទៅកន្លែង sale វិញយើងអាចទទួលការកក់ពីអតិថិជនបានហើយបាទគួរទទួលការកក់ពីអតិថិជនហើយនៅក្នុងនេះយើងមានសាខាបើមានសាខាខ្លាចលោកបង្កើតតែឃើញយើងចុចកន្លែង switch សាខានេះអញ្ចឹងមកថាមិញយើងបង្កើតនៅសាខាទី1ឥឡូវខ្ញុំឈរជើងលើសាខាទី1ហើយត្រូវហើយអញ្ចឹងបើយើងចង់ដូរទៅសាខាទី2យើងចុចហ្នឹងមកយើងចុច switch បាទអូខេអញ្ចឹងនៅក្នុងហ្នឹងយើងអាចនេះយើងឃើញបន្ទប់មិញយើងបង្កើតមិញនេះបាទអញ្ចឹងយើងអាចចុចចាប់ដើមចុច action នេះមកយើងអាច booking បានហើយបាទអាច booking បានហើយថ្លៃបន្ទប់ថ្លៃអីចឹងទៅមកថាឈ្មោះខ្ញុំដាក់ឈ្មោះខ្ញុំតេស្តជូនបាទមកថាកក់$500ឧទាហរណ៍ឬក៏550ហើយថ្លៃទឹកភ្លើងខ្ញុំ100កក់$50ចឹងទៅអញ្ចឹងយើងចុច print កុងត្រាមកគឺយើងឃើញអាព័ត៌មានដែល owner ដែលយើងពេញទាំងពីដើមនឹងមកហើយនឹងសម្ភារៈមិញយើងដាក់សោមាន2ផាក$20បាទនៅក្នុងហ្នឹងមានទាំងអស់ហ្នឹងបាទមានចងក្រងនឹងស្រាប់តែម្ដងបាទអញ្ចឹងកន្លែងនេះគឺជាព័ត៌មានដែលសំខាន់ដែលខ្ញុំបានជម្រាបជូនខាងដើមគឺត្រូវពេញ business ហើយនឹង branch ហើយដល់ឡែកដើម្បីចុះឈ្មោះអតិថិជនគឺយើងចូលកន្លែង tenant នេះបើន័យថាអ្នកជួលយើងចូល tenant list នេះមកបាទហើយយើងចុចបូក tenant យើងពេញព័ត៌មានទាំងអស់ហ្នឹងមកបាទហើយព័ត៌មានទាំងអស់នេះគឺជាព័ត៌មានដែលមានសារៈសំខាន់សម្រាប់យើងចងក្រង profile ទុកឲ្យលោកខាងសមត្ថកិច្ចកតការអីយើងមានទាំងអស់នៅក្នុងហ្នឹងបាទហើយតម្លៃកន្លែងនេះសំខាន់មកថាយើងចង់ចេញ invoice ជាតាក់ invoice commercial invoice ឬក៏ pro forma invoice pro forma នេះបើន័យថា invoice អត់មានពន្ធបាទយើងយកអាហ្នឹងមកគឺយើងចេញ invoice អត់ពន្ធអាហ្នឹងក្នុងករណីដែលយើងជាអង្គភាពមិនមែនចុះបញ្ជីយើងយកអាហ្នឹងបាទអញ្ចឹងអូខេយើងសេវបង្កើតមកយើងអាចចុះឈ្មោះបានអូខេអញ្ចឹង20នាទីយើងយូរដែរយើងសូមប៉ុណ្ណឹងសូមអរគុណ